គ្មានផលប្រយោជន៍គ្មានកិច្ចព្រមព្រៀងនេះគឺជាសាររបស់លោកត្រាំដែលបានផ្ញើរំលឹកទៅកាន់អ៊ីរ៉ង់លើលោកនេះគ្មានអ្វីដែលបានមកដោយទទេឡើយសិទ្ធិវិមានបានបញ្ជាក់ថាលោកត្រាំនឹងព្រមទទួលយកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លុះត្រាតែវាបម្រើផលប្រយោជន៍និងបំពេញលក្ខខណ្ឌសំខាន់ៗរបស់សហរដ្ឋអាមេរិកការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាង2ម៉ោងនៅសិទ្ធិវិមានដែលពិភាក្សាអំពីសំណើកិច្ចព្រមព្រៀងថ្មីរវាងអាមេរិកនិងអ៊ីរ៉ង់មន្ត្រីសេដ្ឋវិមានបានសង្កត់ធ្ងន់ថាអ៊ីរ៉ង់មិនអាចកាន់កាប់អាវុធនុយក្លេអ៊ែរបានឡើយហើយលោកត្រាំក៏ទាមទារឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសឡើងវិញសម្រាប់ការដឹកជញ្ជូនអន្តរជាតិព្រមទាំងដោះស្រាយបញ្ហាស្តុកអ៊ុយរ៉ាញ៉ូមផងដែរមកទល់ពេលនេះភាគីអ៊ីរ៉ង់បានអះអាងថាមិនទាន់មានកិច្ចព្រមព្រៀងចុងក្រោយណាមួយដែលត្រូវបានសម្រេចនៅឡើយហើយនៅមានចំណុចសំខាន់ៗជាច្រើនទៀតដែលភាគីទាំងពីរមិនទាន់ឯកភាពគ្នាដូចនេះតើអ៊ីរ៉ង់នឹងពិចារណាទទួលយកលក្ខខណ្ឌរបស់លោកត្រាំឬក៏ការចរចានឹងនៅបន្តជប់គាំងបែបនេះរហូតរាយការណ៍ដោយខ្ញុំបាទនីវុធី